ក្រសួងអប់រំយុវជននិងកីឡាប្រកាសគោលនយោបាយកំណែទម្រង់ស៊ីជម្រៅដើម្បីធានាគុណភាពអប់រំឲ្យកាន់តែប្រសើរកំណែទម្រង់ដំបូងបំផុតរបស់ក្រសួងអប់រំគឺជាការប្រឆាំងអំពើពុករលួយពេលប្រឡងដោយអនុវត្តពាក្យស្លោកអ្នកចេះគឺជាប់ភាគីពាក់ព័ន្ធទាំងអស់ចាត់ទុកថាលទ្ធផលប្រឡងបាក់ឌុបឆ្នាំនេះជាលទ្ធផលស្រាវជ្រាវដែលបង្ហាញពីគុណភាពអប់រំនៅកម្ពុជានិងប្រសិទ្ធភាពនៃកំណែទម្រង់តើវិធីដែលរដ្ឋាភិបាលប្រើនេះអាចធ្វើឲ្យគុណភាពអប់រំបានប្រសើរមែនឬយ៉ាងណាលោកវ៉ាន់វិចារវិភាគជូនលោកអ្នកពីបញ្ហានេះវិធីនៃការកម្ចាត់អំពើពុករលួយពេលប្រឡងបាក់ឌុបនៅឆ្នាំនេះបានធ្វើឲ្យបេក្ខជនជាង 60000 នាក់ឬប្រមាណ 75% ប្រឡងធ្លាក់ចំនួនសិស្សប្រឡងធ្លាក់មិនត្រឹមតែបង្ហាញអំពីប្រសិទ្ធភាពនៃការពង្រឹងវិន័យពេលប្រឡងប៉ុណ្ណោះទេប៉ុន្តែវាក៏បង្ហាញអំពីកម្រិតដ៏ទន់ខ្សោយនៃគុណភាពអប់រំនៅកម្ពុជាដែររាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការលើកកម្ពស់វិស័យអប់រំមួយចំនួនរួមមានការរៀបចំផែនការយុទ្ធសាស្ត្រអប់រំរយៈពេល5ឆ្នាំម្ដងគោលនយោបាយស្ដីពីការអប់រំបច្ចេកទេសគោលនយោបាយស្ដីពីធនធានមនុស្សក្នុងវិស័យអប់រំគោលនយោបាយស្ដីពីគ្រូបង្រៀននិងគោលនយោបាយជាតិស្ដីពីការអភិវឌ្ឍយុវជនជាដើមមិនតែប៉ុណ្ណោះរាជរដ្ឋាភិបាលក៏ថែមទាំងបង្កើនចំនួនថវិកាជាតិក្នុងវិស័យអប់រំឲ្យបានច្រើនលើសក្រសួងណាៗទាំងអស់នៅឆ្នាំ2014នេះថវិកាជាតិដែលក្រសួងអប់រំគ្រោងចំណាយមានចំនួនជាង$300 លានសហរដ្ឋអាមេរិកទោះជាយ៉ាងណាក្តីយុទ្ធសាស្ត្រគោលនយោបាយនិងបរិមាណថវិកានេះទំនងជាមិនធ្វើឲ្យការអប់រំនៅកម្ពុជាមានគុណភាពខ្ពស់នោះឡើយគុណភាពអប់រំនៃប្រទេសមួយល្អឬមិនល្អអាស្រ័យលើគុណភាពរបស់គ្រូបង្រៀនបើគ្រូល្អទើបសិស្សចេះហើយបើសិស្សចេះច្រើនទើបសង្គមសម្បូរទៅដោយអ្នកមានចំណេះហើយបើសង្គមសម្បូរទៅដោយអ្នកមានចំណេះទើបសង្គមនោះអភិវឌ្ឍរីកចម្រើនក៏ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជាហាក់ដូចជាបែកខ្នងដាក់គ្រូបង្រៀនទៅវិញគ្រូបង្រៀនប្រាក់ខែចាយមិនគ្រប់គ្រូប្រពន្ធល្អឬក្រប្រពន្ធល្អនឹងឯងប្រាក់ខែគ្រូបឋមសិក្សានៅឆ្នាំ2014នេះមានជាមធ្យមប្រមាណជាង400,000 រៀលនៅក្នុងមួយខែបើគិតជាថ្ងៃក្នុងមួយថ្ងៃបានជាង10000 រៀលកម្រៃនេះគឺប្រហាក់ប្រហែលនឹងកម្មករសំណង់ដែលធ្វើការងារ8ម៉ោងក្នុងមួយថ្ងៃដូចគ្នាថ្លៃសាំង1លីត្រថ្លៃ5000 រៀលត្រីសាច់តម្លៃលើស10000 រៀលក្នុង1គីឡូចងដៃការចូលបុណ្យកូនទៅរៀនមើលជំងឺសុទ្ធតែត្រូវការប្រើលុយទាំងអស់គ្រូបង្រៀនមិនជ្រើសរើសយកវិធីតវ៉ាឬធ្វើបាតកម្មដើម្បីទាមទារដំឡើងប្រាក់ខែទេការនេះប្រហែលជាពួកគាត់គិតថាវាមិនបានផលនិងមិនចង់ឲ្យឈឺសាច់ដោយសារសន្តិសុខវាយឬក៏ទៅហ៊ានបាញ់ដោយកម្មកររោងចក្រផងក៏មិនដឹងគ្រូបង្រៀនមួយចំនួនធំបានជ្រើសយកវិធីផ្សេងៗដើម្បីរកលុយគ្រូជន់កសិស្សឲ្យមួយរៀនគួរគ្រូលក់មេរៀននិងវិញ្ញាសាឲ្យសិស្សលក់បន្ទុកគ្រូលក់នំនៅក្នុងថ្នាក់គ្រូរត់ម៉ូតូដប់និងឆ្លៀតយកម៉ោងបង្រៀនទៅរកស៊ីខាងក្រៅជាដើមគ្រូបង្រៀនបឋមសិក្សាត្រូវបង្រៀនយ៉ាងតិច4ម៉ោងនៅក្នុងមួយថ្ងៃនិង5ថ្ងៃនៅក្នុងមួយអាទិត្យដើម្បីបង្រៀនបានតាមនិយមគរុកោសល្យគ្រូម្នាក់ៗត្រូវរៀបចំកិច្ចតែងការបង្រៀនសម្ភារៈឧបទេសនិងសិក្សាស្រាវជ្រាវឯកសារពាក់ព័ន្ធមួយចំនួនទៀតដោយត្រូវចំណាយពេលមិនតិចជាង4ម៉ោងទៀតទេនៅក្នុងមួយថ្ងៃបើរវល់តែរៀបចំកិច្ចតែងការមានអង្គឯណាច្រកឆ្នាំងគ្រូរៀបចំកិច្ចតែងការបង្រៀននៅពេលដែលមានថ្នាក់លើមកពិនិត្យម្ដងម្កាលតែប៉ុណ្ណោះមន្ត្រីមន្ទីរអប់រំខេត្តមួយចំនួនពេលចុះទៅពិនិត្យនៅថ្នាក់ការិយាល័យអប់រំស្រុកម្ដងថ្នាក់ស្រុករត់ខ្វែងដៃខ្វែងជើងកាប់កប៉ាកាប់ឆ្កែឲ្យមេពិសាមានសាច់ហើយអត់ទឹកមិននឹងបានតែសំទោសអស់លោកធំទាំងនោះមិនចេះទឹកសឡើយកូនចៅថ្នាក់ស្រុកត្រូវរៀបចំទឹកខ្មៅ ABC ទៅវាស្រួលក្រពះមេការហូបចុកស្នាក់នៅប៉ុណ្ណឹងមិនគ្រប់គ្រាន់ឡើយកូនចៅក៏ត្រូវរៀបចំស្រោមសម្បត្តិទុកឲ្យមេថែមទៀតផងបើស្រុកណាទទួលមេបានដិតដល់នោះច្បាស់ជាមានរបាយការណ៍មិនអន់ទេតែបើស្រុកណារកេរខាវិញប្រកាសជាមិនរួចខ្លួនឡើយពាក្យស្លោកនៅគរុកោសល្យសរសេរថាលោកគ្រូអ្នកគ្រូជាវិស្វករនៃគំនិតប៉ុន្តែបើវិស្វករគំនិតជំនាញខាងគៀបលុយសិស្សនិងពុករលួយនោះតែគំនិតកូនសិស្សខ្មែរនឹងទៅជាយ៉ាងណាកូនសិស្សដែលរងឥទ្ធិពលផ្ទាល់ពីគ្រូសាលារដ្ឋមិនមែនជាកូនចៅមន្ត្រីធំក្នុងជួររដ្ឋាភិបាលឡើយកូនចៅមន្ត្រីធំទាំងនោះរៀននៅសាលាឯកជនល្អដែលមានបង់ថ្លៃសាលារាប់ពាន់ដុល្លារក្នុងមួយខែក៏មានពួកគេរៀននៅសាលានោះមានបាយញ៉ាំស្រាប់មានឡានទំនើបជូនទៅសាលាអ្នកខ្លះទាំងមិនរៀនអក្សរខ្មែរទៀតផងពេលធំឡើងសម្ដេចឯកឧត្តមលោកជំទាវអស់លោកក៏បញ្ជូនកូនចៅឲ្យទៅសិក្សាបន្តនៅក្រៅប្រទេសទៀតលោកនាយករដ្ឋមន្ត្រីហ៊ុនសែនធ្លាប់និយាយថាកូនអ្នកមានកូនអ្នកក្រកើតមកមិនដែលអាណាទៅរៀនថ្នាក់វិទ្យាល័យទេគឺរៀននៅថ្នាក់មត្តេយ្យដូចគ្នារៀនដូចគ្នាមែនតែចៅសម្ដេចកូនសម្ដេចឯកឧត្តមទៅរៀននៅសិង្ហបុរីអូស្ត្រាលីអាមេរិកបើរៀននៅស្រុកខ្មែរក៏ត្រូវរៀនសាលាកាលិបដែរកូនអ្នកមធ្យមក៏រៀននៅសាលាឯកជនបង់ប្រាក់រាប់រយដុល្លារនៅក្នុងមួយឆ្នាំមិនចម្លែកអីទេកូនគ្រូបង្រៀនកូននគរបាលតូចតាច
កូនមន្ត្រីយោធារៀននៅសាលារដ្ឋត្រូវគ្រូជំរិតទារលុយរាល់ថ្ងៃកាលពីសម័យរដ្ឋកម្ពុជាប្រាក់ខែគ្រូចាយមិនគ្រប់មែនតែគ្រូដូចជាមិនសូវចាប់ដោយសពថ្ងៃទេគ្រូបង្រៀនស្រុកស្រែកាលនោះអាចរកត្រីសាច់ម្ហូបអាហារអនុផលព្រៃឈើចិញ្ចឹមជីវិតបានដោយខ្លួនឯងលុះដល់ពេលយុទ្ធសាស្ត្រចតុកោណរបស់សម្ដេចដំណើរការរដ្ឋាភិបាលចាប់ផ្ដើមលក់ខ្ទេចលក់ខ្ទីលក់អស់ដីព្រៃព្រឹក្សាលក់ទ្រព្យសម្បត្តិរដ្ឋលក់បឹងបំផ្លាញត្រីទំនិញឡើងថ្លៃគ្រប់បែបយ៉ាងគ្រូបង្រៀនក៏ត្រូវពឹងលើប្រាក់ខែដើម្បីទិញថប់ទិញគ្រប់ទិញវាមិនសំខាន់ទេសំខាន់វាត្រង់ថាវាអត់លុយទិញយើងងាកមកពិនិត្យមើលគោលនយោបាយគ្រូបង្រៀនវិញម្ដងថាតើគោលនយោបាយដែលមានចែងលើក្រដាសនេះបានអនុវត្តហើយឬនៅគោលនយោបាយជាតិមានចែងពីការលើកទឹកចិត្តគ្រូបង្រៀនការឧបត្ថម្ភពេលព្យាបាលជំងឺការដំឡើងឋានៈតាមកម្រិតបំពេញមុខងារជាដើមគោលនយោបាយល្អគ្រប់ចំណុចតែការអនុវត្តវិញមិនខុសអីនឹងការបាច់អង្កាមច្រាស់ខ្យល់ទេគ្រូបង្រៀនដែលបានសរសើរជាគ្រូល្អភាគច្រើនជាគ្រូដែលស្និទ្ធនឹងនាយកសាលាមានបងប្អូនធ្វើការនៅមន្ទីរអប់រំហើយអ្នកខ្លះធ្វើគ្រូអស់រយៈពេលជាង30ឆ្នាំក៏មិនទាន់បានសរសើរម្ដងផងនៅពេលចូលនិវត្តន៍ទៅបើកប្រាក់ខែសន្ធននិវត្តន៍នៅមន្ទីរសង្គមគិច្ចក៏ត្រូវគេកាត់ប្រាក់ខែដោយមិនដឹងមូលហេតុទៀតពួកគាត់ចង់ប្រាប់សម្ដេចដែរតែប្រាប់យ៉ាងម៉េចបើសម្ដេចមានការងារច្រើនម្លឹងអញ្ចឹងចេះតែទ្រាំសិនទៅពេលគ្រូបង្រៀនឈឺឬស្លាប់នាយកសាលាក៏ចាប់ដើមរៃអង្គាសលុយសិស្សឲ្យគ្រូព្យាបាលជំងឺនិងចូលបុណ្យគ្រូស្លាប់វាគ្រាន់ទេព្រោះមានលុយសមាគមបុគ្គលិកសិក្សាខ្មែរដែលកាត់ប្រាក់ខែគ្រូរាល់ខែនោះផ្ដល់ឲ្យត្រឡប់មកវិញបាន1លាន2លានរៀលដែរគ្រាន់ទុកឲ្យកូនចៅធ្វើបុណ្យឧទ្ទិសកុសលជូនតែបើឈឺវិញនោះប្រពន្ធកូនប្តីស្រីត្រូវរត់រោគខ្ចីបុលគេចងការគេលក់គោលក់ស្រែយកទៅមើលជំងឺឲ្យគាត់ជាមិនខានមិនមានមន្ទីរពេទ្យរដ្ឋណាមួយចេញបញ្ជាឲ្យបញ្ចុះថ្លៃព្យាបាលជំងឺឲ្យគ្រូបង្រៀនឡើយបើអត់លុយចាំតែពេទ្យមើលឲ្យតាចង់វាកាត់តតែមើលលុយសិនហេតុនេះក្បាលអាណាសក់អានឹងហើយចំពោះការដំឡើងឋានៈវិញមិនខុសអីនឹងក្រសួងដទៃទៀតទេចង់ឡើងតតែមានខ្សែក៏ឡើងមិនទាន់អ្នកមានប្រាក់ដែរអ្នកដែលចង់ធ្វើនាយកសាលាត្រូវតែស្អាតស្អំស្មោះត្រង់ចំពោះប្រាក់ហើយក៏ត្រូវមានប្រាក់ខ្លះផងបញ្ហាគ្រូបង្រៀនមានច្រើនរាប់ចំពោះក៏ដោយក៏គ្រូបង្រៀនមួយចំនួនធំខំបង្រៀនសិស្សដោយក្តីអាណិតដែរគ្រូចង់ឲ្យសិស្សចេះគ្រូលើកទឹកចិត្តសិស្សឲ្យខំរៀនគ្រូបឋមសិក្សានៅកន្លែងដាច់ស្រយាលខ្លះម្នាក់ឯងបង្រៀនសិស្ស5ថ្នាក់ផងក៏មានអ្នកខំចេះតែខំអ្នកស្រួលនៅតែបន្តស្រួលគ្រូគោជើងនៅទីប្រជុំជនតែបើតាមជនបទដាច់ស្រយាលគ្រប់សាលាខ្វះគ្រូរាល់ឆ្នាំបញ្ហារបស់គ្រូបង្រៀនមិនត្រូវបានដោះស្រាយឲ្យមានប្រសិទ្ធភាពហើយកម្មវិធីសិក្សានិងវិធីសាស្ត្របង្រៀនក៏អនុវត្តលឿនទៅទៀតតាំងពីទសវត្សរ៍ឆ្នាំ90មកក្រសួងអប់រំបានបដូរវិធីសាស្ត្រក្នុងការបង្រៀនពីគ្រូមជ្ឈមណ្ឌលទៅជាសិស្សមជ្ឈមណ្ឌលវិញម្ដងវិធីសាស្ត្រថ្មីនេះតម្រូវឲ្យសិស្សចែកចេញជាក្រុមអានសិក្សាស្វែងយល់ដោយខ្លួនឯងដោយមានសិភៅសិក្សាគោលគ្រប់ដៃនិងមានគ្រូបង្រៀនជាអ្នកសម្របសម្រួលប៉ុន្តែនៅស្រុកខ្មែរសិស្សមួយថ្នាក់មានពី40នាក់ទៅ60នាក់សិភៅពុំក៏មិនមានគ្រប់ដៃតើបង្រៀនសិស្សតាមបែបមជ្ឈមណ្ឌលយ៉ាងម៉េចគ្រូបង្រៀនភាគច្រើនរអ៊ូថាមានសិស្សមួយចំនួនរៀនដល់ថ្នាក់ទី7ហើយអានអក្សរមិនដាច់ផងពិបាកទាំងវិធីសាស្ត្រយកទាំងកម្មវិធីសិក្សាសិភៅសិក្សាចេះតែវិវត្តឯការបំពាក់បំពន់គ្រូបង្រៀនក៏មិនសូវមានទោះជាយ៉ាងណាក៏ដោយគុណភាពអប់រំនៅកម្ពុជាប្រហែលជាមិនអន់ឡើយបើគោលនយោបាយជាតិនានាដែលតាក់ទងនឹងវិស័យអប់រំត្រូវបានអនុវត្តនោះសិស្សខ្មែរមិនតិចអ្នកទេដែលធ្លាប់ទទួលបានមេដាយមាសប្រាក់និងសំរឹទ្ធក្នុងការប្រកួតប្រជែងគណិតវិទ្យានិងរូបវិទ្យានៅថ្នាក់អន្តរជាតិសិស្សពូកែមួយចំនួនធំថែមទាំងបានទទួលអាហារូបករណ៍ទៅសិក្សានៅក្រៅស្រុកទៀតផងសំណួរសួរថាតើរាជរដ្ឋាភិបាលមានយន្តការប្រមូលយុវជនមានសមត្ថភាពទាំងនោះមកជួយអភិវឌ្ឍប្រទេសឬនៅចម្លើយអាចមានរួចហើយតែជាការប្រមូលក្រុមកូនចៅមន្ត្រីធំមកកាន់ការក្នុងជួររដ្ឋាភិបាលប៉ុណ្ណោះតែបើកូនអ្នកអត់ខ្សែវិញត្រូវធ្វើការនៅស្រុកគេទៅអាវ៉ាបើចង់ចូលជួយជាតិត្រូវធ្វើការនៅក្នុងសង្គមស៊ីវិលឬអង្គការនានាតែផ្្លាត់នឹងគេហៅថាអពុអកតេទៀតរាជរដ្ឋាភិបាលកម្ពុជាទំនងជាត្រូវបដូរពីជំហានគីគក់របស់លោកហ៊ុនសែនទៅជាជំហានជាក់វិញម្ដងហើយទើបអាចតាមទាន់ប្រទេសជិតខាងបានខ្ញុំវ៉ាន់វិចាវុទ្ធុអាស៊ីសេរីភ្នំពេញ